ក្រោយពីលោកអ្នកគ្រូធ្វើការ set up Windows ចប់ដោយជោគជ័យនឹងបង្ហាញផ្ទាំងដូចនៅក្នុងវីដេអូដែលខ្ញុំកំពុងតែបង្ហាញជំហានបន្តមកទៀតបើសិនជាលោកអ្នកគ្រូចង់កំណត់ផ្សេងៗតាមចំណង់ចំណូលចិត្តឧទាហរណ៍ដូចនៅត្រង់ចំណុចខាងក្រោមនេះសម្រាប់ខ្ញុំចង់ដកចំណុចនេះចេញនិងនៅត្រង់កន្លែង search នេះខ្ញុំដកចេញដើម្បីធ្វើការដកចេញបានសូមលោកអ្នកគ្រូមកស្ដាំនៅលើ taskbar នៅត្រង់ចំណុចនេះមកស្ដាំបន្តមកទៀតសូមលោកអ្នកគ្រូចុចត្រង់ taskbar setting លោកអ្នកគ្រូនឹងឃើញ taskbar item នៅត្រង់ចំណុចនេះនៅត្រង់ search បើសិនជាលោកអ្នកគ្រូចង់ដកចេញលោកអ្នកគ្រូកំណត់កន្លែងនេះសម្រាប់ខ្ញុំយក high taskbar view នៅត្រង់ taskbar view គឺនេះចំណុចនេះបើសិនជាលោកអ្នកគ្រូមិនចង់បង្ហាញ taskbar view លោកអ្នកគ្រូគ្រាន់តែចុច off កន្លែងនេះមកបន្តមកទៀតនៅត្រង់ចំណុចខាងក្រោមនេះយើងចុច off កន្លែងនេះមកបាត់អស់ហើយបើសិនជាលោកអ្នកគ្រូមើលទៅផ្នែកខាងក្រោមទៀតនៅត្រង់ចំណុច taskbar behaviors នៅត្រង់ចំណុចនេះនៅត្រង់ចំណុច taskbar alignment បើសិនជាលោកអ្នកគ្រូរើសយក center គឺកម្មវិធីបង្ហាញនៅចំកណ្ដាលនៅត្រង់កន្លែងនេះបើសិនជាលោកអ្នកគ្រូចង់កំណត់ឲ្យនៅខាងឆ្វេងលោកអ្នកគ្រូរើសយក left គឺនៅខាងឆ្វេងនេះបាទសម្រាប់ខ្ញុំរើសយក center ឲ្យនៅកណ្ដាលតែប៉ុណ្នេះជាការស្រេចលោកអ្នកគ្រូអាចធ្វើការចុចបិទបានក្រោយពីកំណត់តាមចំណង់ចំណូលចិត្តរបស់លោកអ្នកគ្រូចប់សពគ្រប់អស់ហើយជំហានបន្តមកទៀតបើសិនជាលោកអ្នកគ្រូចង់ដាក់បង្ហាញដូចជា disk PC ឬក៏ control panel បង្ហាញនៅលើ desktop នៅត្រង់ចំណុចនេះលោកអ្នកគ្រូគ្រាន់តែមកស្ដាំនៅលើ desktop បន្តមកទៀតរើសយក personalize ចុចមកខាងឆ្វេងនៅលើ personalize បន្តមកទៀតសូមលោកអ្នកគ្រូចុចលើ sim នៅត្រង់ចំណុចនេះចុចមកខាងឆ្វេងមួយអូសទៅក្រោមបន្តិចសូមលោកអ្នកគ្រូចុចលើ desktop icon setting ចុចមកខាងឆ្វេងលោកអ្នកគ្រូនឹងឃើញកូនផ្ទាំងតូចមួយលោតបង្ហាញបើនៅត្រង់ចំណុចនេះលោកអ្នកគ្រូចង់បង្ហាញដូចជា computer username file សម្រាប់ខ្ញុំបង្ហាញទាំងអស់ខ្ញុំធីកយកទាំងអស់តែម្ដងទៅទៀតចុច apply អូខេទាំងនេះយើងអាចបិទបានក្រោយពីដាក់បង្ហាញដូចជា disk PC ឬក៏ control panel នៅលើ desktop បានដោយជោគជ័យជំហានបន្តមកទៀតយើងអាចធ្វើការតម្រៀបតាមឈ្មោះបានគ្រាន់តែមកស្ដាំឬយក sort by ចង្អុលឲ្យចំ sort by ហើយយើងរើសយក name ជំហានបន្តមកទៀតលោកអ្នកគ្រូអាចធ្វើការកំណត់ទម្រង់កាលបរិច្ឆេទបានបើសិនជាក្នុងករណីដែលកុំព្យូទ័ររបស់លោកអ្នកគ្រូក្រោយពី set up Windows ចប់ដោយជោគជ័យប៉ុន្តែលោកអ្នកគ្រូពិនិត្យឃើញថានៅត្រង់ចំណុចថ្ងៃខែឆ្នាំនៅត្រង់ចំណុចនេះឃើញបង្ហាញជាខែមុនលោកអ្នកគ្រូអាចធ្វើការកំណត់ជាទម្រង់កាលបរិច្ឆេទថ្ងៃទីខែឆ្នាំបានដោយគ្រាន់តែចូលទៅកាន់ control panel បន្តមកទៀតនៅត្រង់ចំណុចនេះប្រសិនបើកុំព្យូទ័ររបស់លោកអ្នកគ្រូបង្ហាញច្រើនឧទាហរណ៍ថាឃើញបែបនេះច្រើនលោកអ្នកគ្រូអាច view by នៅត្រង់កន្លែងនេះឬយក category ដើម្បីងាយស្រួលមើលបន្តមកទៀតសូមលោកអ្នកគ្រូចុចត្រង់ clock and region បន្តមកទៀតសូមលោកអ្នកគ្រូមើលត្រង់កន្លែង region នេះយើងចុចនៅខាងក្រោមបាទយើងចុចត្រង់កន្លែង change date time នៅត្រង់កន្លែងនេះចុចមកខាងឆ្វេងបន្តមកទៀតសូមលោកអ្នកគ្រូមើលទៅផ្នែកខាងក្រោមចុចត្រង់ additional setting ចុចមកខាងឆ្វេងយើងនឹងឃើញកូនផ្ទាំងតូចមួយលោតបង្ហាញជំហានបន្តមកទៀតសូមលោកអ្នកគ្រូមើលទៅផ្នែកខាងក្រោមនៅត្រង់ចំណុចខាងក្រោមនេះនៅត្រង់ចំណុច measurement system យើងរើសយក metric apply មួយបន្តមកទៀតសូមលោកអ្នកគ្រូមើលទៅផ្នែកខាងលើនៅត្រង់ date នៅត្រង់ sort date នេះបើសិនជាលោកអ្នកគ្រូឃើញអក្សរ M D និង Y 4 ដងមានន័យថាទម្រង់កាលបរិច្ឆេទបង្ហាញជាខែមុនហើយថ្ងៃទីនិងឆ្នាំដើម្បីធ្វើការកែសម្រួលលោកអ្នកគ្រូគ្រាន់តែលុបកន្លែងនេះចេញហើយយើងវាយបញ្ចូលថ្មីវាយ DD 2 ដង /MM ធំ2 ដង /Y 4 ដងក្រោយពីលោកអ្នកគ្រូកំណត់បានដោយជោគជ័យហើយនៅត្រង់ចំណុចនេះចុច apply ហើយ OK មកជាការស្រេចលោកអ្នកគ្រូអាចពិនិត្យមើលបាននៅត្រង់ចំណុចទម្រង់កាលបរិច្ឆេទខាងក្រោមនេះលោកគ្រូនឹងឃើញថ្ងៃទីខែនិងឆ្នាំមួយទៀតចំពោះម៉ោងពេលខ្លះពេលដែលយើង set up Windows ថ្មីជួនកាលអាចនឹងបង្ហាញល្វែងម៉ោងខុសពីល្វែងម៉ោងនៅក្នុងប្រទេសយើងបើសិនជានៅលើកុំព្យូទ័ររបស់លោកគ្រូបង្ហាញល្វែងម៉ោងខុសលោកគ្រូអាចចូលទៅកំណត់បាននៅត្រង់ខាងលើនេះលោកគ្រូគ្រាន់តែចុចមកខាងឆ្វេងនៅលើ change the time zone នេះមកចុចមកខាងឆ្វេងទៅមកទៀតលោកគ្រូចុចលើ change the time zone នៅត្រង់កន្លែងនេះចុចមកខាងឆ្វេងត្រង់ចំណុច time zone នេះលោកគ្រូចុច
មកខាងឆ្វេងមួយហើយអូសរោមើល UTC បូក7បាទអូសមកបាទខ្ញុំអូសរោសិន UTC បូក7បាងកកហាណូយចាកាតា នៅត្រង់កន្លែង time zone ណាបាទហើយអូខេជំហានបន្តមកទៀតលោកគ្រូគ្រាន់តែចុចលើអូខេនេះមកជាការស្រេចលោកគ្រូអាចពិនិត្យមើលបាននៅផ្នែកខាងក្រោមម៉ោងហើយនឹងទម្រង់កាលបរិច្ឆេទបើសិនជាត្រឹមត្រូវអស់ហើយយើងមិនចាំបាច់កែសម្រួលអ្វីទៀតទេបើសិនជាត្រូវអស់ហើយលោកគ្រូអាចចុចបិទបានតែប៉ុណ្នេះជាការស្រេចបាទអរគុណច្រើនចំពោះវីដេអូមួយនេះគឺមានតែប៉ុណ្្នេះទេបាទសូមអរគុណជួបគ្នានៅវីដេអូក្រោយបន្តទៀត